នៅក្នុងឯនេះអ្នកដែលទាយទម្ងន់ខ្ញុំត្រូវគឺនឹងទទួលបានលុយ 50000 រៀលនៅក្នុងដៃខ្ញុំនេះគឺជញ្ជីងអាទិទេពយកហ្មងអញ្ចឹងខ្ញុំចង់ប្រាប់ពូថាបើសិនជាពូទាយគីឡូខ្ញុំត្រូវគឺបានលុយ 50000 រៀលចង់ទាយលេងអត់ចាចង់ទាយលេងឥឡូវខ្ញុំប្រាប់លក្ខខណ្ឌពូមួយសិនលក្ខខណ្ឌរបស់ពូគឺមានសិទ្ធទាយតែម្ដងឯណាម្ដងនោះបើត្រូវបានលុយ 50000 ហ្មងតែបើខុសគឺអត់បានលុយ 100 ទេប៉ុន្តែខ្ញុំមានជំរើសទី2ឲ្យពូអាចក្នុងម្ដងនៅក្នុងការឆ្លើយរបស់ពូហ្នឹងពូអាចទាយគីឡូខ្ញុំ50គត់51 52 53ក៏បានដែរប៉ុន្តែរាល់ការថែម1គីឡូគឺដកលុយ 10000 ទៅវិញបាទត្រូវអូខេឥឡូវមើលមកខ្ញុំថាខ្ញុំប៉ុន្មានគីឡូ50គិតម្ដងទៀតពូគិតម្ដងទៀត52ចាកំពុះខ្ញុំមិនបែកចិត្តឥឡូវឲ្យស្ទាបរៀងខ្ញុំសិនអូខេខ្ញុំមិនស្គាល់ទេណា50តែ50ហ៎52តែមួយនឹងទៀតទេចឹង50គាត់ឲ្យ52ចឹងបើសិនត្រូវបាន40000ណែចំតែពូគិតម្ដងទៀតខ្ញុំចង់ឲ្យទាយម្ដងទៀតសាច់ដុំហ៎តោះ Let's go ត្រៀមពូតោះ3 2 1ខ្ញុំប្រាប់តាហានឹងស្រាលណាស់អើយលោកពូបាទអរគុណទាយគីឡូខ្ញុំត្រូវបានលុយ 50000 យកមកតែចង់ទាយត្រូវគឺបានលុយ 50000 ហ្មងនេះនិយាយមែនណាឲ្យតែទាយគីឡូខ្ញុំត្រូវនេះយើងជីងមកហ្មងឲ្យទាយគីឡូខ្ញុំត្រូវបាន 50000 ហ្មងឥឡូវមើលមកខ្ញុំខ្ញុំគីឡូប្រហែលគីឡូ60ស្ដៅ60ប៉ុន្មានខ្លះ62 63ម៉ានចាតែ2យកចម្លើយតែ2 62 63អញ្ចឹងបើសិនជាត្រូវអញ្ចឹងមានន័យថាគាត់ទទួលបាន40000 រៀលចង់ថែមមួយទៀតអីអត់ថែមចង់តែ2ហ្នឹងណាតោះមកត្រៀមខ្លួនលោកពូ3 2 1លោកពូបងទាយគីឡូខ្ញុំត្រូវបានលុយ 50000ចង់ទាយចង់ទាយឥឡូវងើបឈើមកយក2ចម្លើយដល់ឥឡូវទាយ55 57ហើយនឹង57បាទតែ2ចម្លើយណាចាំបើសិនគាត់ត្រូវគឺគាត់បាន40000តែបើសិនអត់ត្រូវគឺអត់បានលុយទេអូខេ55 57តោះគាត់ត្រូវបានវា80ហើយតោះ3 2 1ចប់មិញតាមពិតខ្ញុំមកពីផ្ទះខ្ញុំថាខ្ញុំថ្លឹងតែខ្លួនឯងឯងតែឃើញគាត់ខ្ជូតពេកហើយគាត់នេះ single នេះគឺជាឱកាសរបស់គាត់ហ្មងមិនមែនកម្មវិធីរើសលុយ20 រៀលឬមួយក៏តែទេទាយគីឡូគាត់ត្រូវបាន 50000 យកមកហ្នឹងឲ្យតែទាយត្រូវញ៉ៃមែនបាន 50000 ហ្មងទាយបានម្ដងឯងម្ដងខុសគឺខុសម្ដងត្រូវគឺត្រូវហ្មងឥឡូវគាត់ច្បាស់ចង់ឆ្លើយចម្លើយច្រើនបានលុយតិចឬមួយក៏ឆ្លើយចម្លើយតិចហើយខុសហ្មងឆ្លើយតែមកចម្លើយអញ្ចឹងចំឥឡូវមើលគាត់ណាឥឡូវតែម្ដងអញ្ចឹងតែម្ដងបាទម្ដងឯងតោះឆ្លើយ47អូគិតឲ្យច្បាស់តែ3មួយស្អីអត់គាត់ single អត់ទេចប់ឥឡូវយើង48បងច្បាស់នៅច្បាស់ហ្មងច្បាស់តោះឥឡូវច្បាស់ណា48អត់ទេដល់ជើង50គីឡូអើយស្ទើរដែរហ្នឹងចេញមួយឯងសេនៅផ្ទះក្លឹបទៅ49ដល់អូរ៉ាញ៉ាំផ្លែត2គីឡូហ្នឹងបើបងទាយគីឡូខ្ញុំត្រូវបានលុយ 50000 យកមកចានិយាយមែនណាចាប៉ុន្តែខ្ញុំមានជំរើសឲ្យបងមួយចែឥឡូវដោយសារចង់ឲ្យជំរើសបងគីឡូខ្ញុំគឺអត់ក្រោម55ទេចាបងសាច់ដុំមានសាច់ដុំមែនណានេះចាបងមកទីមអត់ក្រោម55អត់ក្រោម55អញ្ចឹងមាន55ឡើងលើអូខេចាបងមួយឯណៃបងតែមួយឯងមកបាទទៀតគីឡូបង60តែ60គត់ទេទាយយកតែមួយហ្នឹងហ្មង61 60 61 62យក3យក3អូខេគាត់តែខ្លួនឯងត្រូវប៉ុន្មានទៀតហើយបង50បង3 2 1 20ហ៎ខ្ញុំប្រាប់នេះសាច់ដុំនេះឥឡូវខ្ញុំមកជំរើសបងទៀតដើរមួយថ្ងៃអត់ទាន់មកគេទាយគីឡូខ្ញុំត្រូវទេឥឡូវខ្ញុំមកជំរើសបងមួយខ្ញុំនឹងឲ្យបងថ្លឹងគីឡូវិញម្ដងហើយនៅក្នុង1គីឡូខ្ញុំឲ្យបង1000 រៀលអញ្ចឹងមានន័យថាគីឡូវាយបានប្រហែលខ្ញុំគុណលុយមួយថ្ងៃបងចាល្អអត់តោះឲ្យកាន់អាហ្នឹងទៀតឲ្យធ្ងន់ថ្លឹងបានច្រើនឲ្យលុយច្រើន
គីឡូគាត់47 78ឥឡូវខ្ញុំឲ្យ48មកខ្ញុំឲ្យគាត់48មកព្រោះថាដើមមួយថ្ងៃនេះគឺអត់មានអ្នកទាយត្រូវទេអញ្ចឹង48គឺស្មើនឹង48000ខ្ញុំឲ្យបង50000មក ចាអរគុណច្រើន អរគុណបងអរគុណបើដើមមួយថ្ងៃមានអ្នកគេទាយគីឡូខ្ញុំត្រូវហ្នឹងអូខេអ្នកគ្នាអញ្ចឹងដោយសារតែឥឡូវនេះ page យើងគឺចិត្តបាន1លាន1អីអញ្ចឹងអ្នកគ្នាកុំភ្លេចធ្វើការ follow page ខ្ញុំទាំងអស់គ្នាព្រោះដោយសារនៅពេលដែលខ្ញុំទទួលបានជាមួយនឹង1លាន1គឺខ្ញុំនឹងជ្រើសរើសមនុស្ស11នាក់ដើម្បីឲ្យមកថ្លឹងគីឡូនេះយកលុយហ្មងអញ្ចឹងកុំភ្លេចធ្វើការ follow ជាមួយនឹង page ទាំងអស់គ្នាព្រោះឥឡូវនេះគឺចិត្ត1លាន1មែនតើហើយអូខេអ្នកគ្នាអញ្ចឹងខ្ញុំក៏មានជាមួយដំណឹងមួយទៀតដើម្បីមកប្រាប់ជាមួយនឹងពុកម៉ែបងប្អូនទាំងអស់គ្នាដូចគ្នាគឺឥឡូវនេះជាមួយនឹងផ្សារទំនើប Noro Mall គឺគេបានផ្លាស់ប្ដូរមកទៅជា Noro Land វិញហើយបាទអញ្ចឹងជាមួយនឹងការ rebranding ពី Noro Mall មកជា Noro Land នេះគឺមិនមែនបដូរតែឈ្មោះទេគឺមានការផ្លាស់ប្ដូរជាច្រើនគឺលោខ្លាំងមែនតើហ្មងសម្រាប់ផ្សារទំនើបទាំងមូលតែម្ដងអញ្ចឹងជាមួយ Noro Land គឺមានរហូតដល់5ជាន់ណាអ្នកគ្នាមានតាមពីជាន់ផ្ទាល់អីរហូតដល់ជាន់ទី4ហើយសម្រាប់ជាន់នីមួយៗគឺគេមានឈ្មោះរបស់គេទៀតជាពិសេសហ្មងគឺជាន់នីមួយៗគឺមាន vibe ចេញមកគឺដាច់តម្លៃចេញពីគ្នាហ្មងនិយាយទៅគឺអែមស្រែហ្មងចាំខ្ញុំរ៉ៃស្ដាប់អញ្ចឹងសម្រាប់ជាន់ផ្ទាល់ដីគឺគេហៅថា Norolon ដែលសម្រាប់ជាន់នេះដែរគឺគេធ្វើមករបៀបរួមបញ្ចូលគ្នារបៀប Indo មានម៉ាតមានអីអញ្ចឹងណានិយាយទៅគឺរបៀបអ្នកដែលគាត់ចូលចិត្តទិញអីវ៉ាន់គឺមកជាន់ផ្ទាល់ដីហ្នឹងហើយខណៈដែលជាមួយនឹងជាន់ទី1គឺគេហៅថា Noro Ali គឺជាកន្លែងដែលរបៀប garden អង្គុយលេងញ៉ាំអាហារឆ្ងាញ់លយរបៀបគេអង្គុយឈៀលេងអញ្ចឹងណាគឺកុំភ្លេចមកជាមួយនឹងជាន់ទី1នេះបើរសារថារបៀបបោះអែមហ្មងហារបៀបអង្គុយលេងឈៀលគឺកលិបហ្មងហើយសម្រាប់ជាន់ទី2គឺគេហៅថា Noro School ដែលជាកន្លែងដែលមាន playground មានជាមួយនឹងសាលាអីផ្សេងៗអញ្ចឹងណាដោយកន្លែងនេះអញ្ចឹងគឺយើងបានឃើញជាមួយនឹងអូនគឺគាត់ហាត់ជាមួយនឹងតៃប៉ាអូអញ្ចឹងគឺមើលទៅគឺលយបណ្ដោយហើយមានកន្លែងលូមានកន្លែងអីគឺដូចនេះតែគេហៅថា playground អញ្ចឹងយើងកន្លែងក្មេងៗលេងសប្បាយគឺកុំភ្លេចមកជាមួយនឹងជាន់ទី2ទាំងអស់គ្នាហើយសម្រាប់ជាន់ទី3គឺគេហៅថា Noro Camp និយាយទៅគ្រាន់តែលើឈ្មោះអ្នកចូលចិត្ត camping គឺដឹងថាត្រូវប៉ាន់យកបងព្រោះសារលើកទី1ដែលមានជាមួយនឹង camping គឺនៅក្នុងផ្សារទំនើបយកមកគឺមិនដែលមានទេជាពិសេសគឺអត់ខ្វះអីញ៉ាំទេបើនៅជាន់នេះអ្នកគ្នាមកខេមនៅក្នុងផ្សារទំនើបបណ្ដោយមិនបាច់ទៅចូលព្រៃមិនបាច់អីទេចង់ផ្លាស់ប្ដូរអារម្មណ៍គឺមកជាមួយនឹងការខេមនៅក្នុង mall ប្រយក៏ដូចជាជាមួយនឹងជាន់ទី4គឺមានឈ្មោះថា Khao Play Khao Mall អត់ដឹងថាមូលហេតុអីគេដាក់ Khao Play Khao Mall ទេតែអីខ្ញុំដឹងអានេះពិភពខ្ញុំហើយដល់ជាន់នេះងាប់សុទ្ធតែកន្លែងលេងហ្គេម Oh my god គាត់ឡើងមកមិនថាស៊ីខ្ជូតមិនថាហ្គេមអីទេអូយគឺពេញភ្នែកមកជាមួយនឹងភ្លើងចែកចាំងភ្លើងនេះសាភ្លើងហ្គេមហ្នឹងអានេះពិភពខ្ញុំឯណាគ្នាគឺត្រូវបានមកមួយខ្ញុំអានេះជាន់ទី4អ្នកគ្នាខណៈដែលជាមួយនឹងជាន់ចុងក្រោយជាន់ទី5នោះគឺជាន់រោងកនធម្មតាមកម៉លពេលខ្លះដើរលេងរៀងហត់ចង់ឈៀលអារម្មណ៍អីគឺអាចមកមើលជាមួយនឹងកុននៃបានអញ្ចឹងមកជាន់លើគេមកខមុលមកណែអញ្ចឹងកុំភ្លេចចង់ដើរលេងផ្សារទំនើបទទួលបានអារម្មណ៍ប្លែកលយកលិបគឺកុំភ្លេចជាមួយនឹង Noro Land ទាំងអស់គ្នាណាបាទ